រឿងចចកកាលពីព្រេងនាយមានចចកត្រោសធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយក៏ថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នេះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទៅឆ្ងាញ់ពិសាចចកថាធ្វើដូចម្ដេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់ដែរបើដូច្នេះចូលបងឯងចុះមកដេកននាលក្នុងភក់នេះហើយយើងទាំងអស់គ្នានឹងបានតោងខំរោមបងឯងហើយបន្ទាប់មកបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វល្មោបនិងល្ងងហើយក៏ធ្វើតាមពាក្យកំពឹសនិងត្រីបបួលគ្នាតោងរោមចចកលុះទៅដល់បឹងមួយធំហើយវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីនិងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្ចងដឹងថាចចកជញ្ជូនអស់ហើយនាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់ឯចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយវាខឹងខ្លាំងណាស់វាដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសេះសល់ដល់តិចបបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ចចកបានឲ្យពស់ថ្លាន់ធ្វើជាទំនប់ទឹកអស់សត្វឯទៀតក៏បបួលគ្នាបាចទឹកសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងពួកវាភ័យខ្លាំងណាស់ក៏កាត់គ្នាថាយើងធ្វើម្ដេចនឹងបានឲ្យអស់សត្វទាំងនោះហែលបាចទឹកកាលនោះត្រីក្រាញ់ឆ្លើយថាខ្ញុំឮគេនិយាយថាបងសុភាទុនសាយជាអ្នកមានប្រាជ្ញាចេះដោះស្រាយទុក្ខមនុស្សសត្វផងជាច្រើនណាស់បើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទុនសាយឲ្យមកជួយដោះទុក្ខអស់យើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទុនសាយត្រីក្រាញ់ប្រឹងននាលទៅលុះដល់ត្រូវថ្ងៃក្រៀមស្រកាអស់ដល់យប់សុភាទុនសាយក៏បានចេញមករកស៊ីបានឃើញត្រីក្រាញ់ននាលដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទុនសាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទុនសាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទៅត្បិតឮទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេបងតែងទៅជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរីក្របីក៏រមាសរមាំងជ្រូកពស់ធំពស់តូចទាំងសត្វហើរគឺកុកក្រៀលចង្ក្រៀលខ្ចងតុងតោមក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនឹងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះគេឲ្យពស់ថ្លាន់ពស់ធំតូចធ្វើជាទំនប់ទុកបឹងនេះឯងបើដូច្នេះបងសុភាទុនសាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទុនសាយឯងយើងមិនភ្លេចគុណដល់រាបដល់អស់ជីវិតឯទុនសាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់បងប្អូនកុំឲ្យផិតភ័យចាំខ្ញុំជួយដោះស្រាយឲ្យរួចកុំបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទុនសាយលុះព្រឹកប្រហៀមឡើងនៅ
ទៅមាត់បឹងឃើញអស់សត្វកំពុងតែបាច់ទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទឲ្យខ្ញុំនាំសម្បត្តិមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកនឹងមកកាច់ជើងត្រប់ប្រមុំជើងអកកាច់ក្បាលចចកដកភ្លុកដំរីសអស់សត្វឮថាសម្បត្តិព្រះឥន្ទដូច្នោះភ័យណាស់អើបោលជន់លើគ្នាដំរីក្របីរមាស់រមាំងស្ទុះបោលទៅជន់លើពោះថ្លាន់ជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ធ្លាយទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់គ្នា